បងក្រាបជន់ពីលពេលកម្ពុជាចាប់ខ្លួនជនជាតិថៃ2នាក់បន្ទាប់ពីបាញ់បោះគ្នាសេរីនៅក្នុងក្រុងប៉ោយប៉ែតកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី3ខែតុលាឆ្នាំ2025នេះបានប្រតិបត្តិការបង្ក្រាបករណីបាញ់បោះសេរីនិងប្រើប្រាស់អាវុធដោយខុសច្បាប់លើជនជាតិថៃ2នាក់ការឃាត់ខ្លួននោះធ្វើឡើងនៅចំណុចដីវាលមុខបូរីតាស្គលស្ថិតក្នុងភូមិព្រៃព្រិចសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមានឈ្មោះផារ៉ាខៅភូភេទប្រុសអាយុ27ឆ្នាំជនជាតិថៃជាម្ចាស់អាវុធនិងឈ្មោះឡាំភុំរតនកែវមនីភេទប្រុសអាយុ22ឆ្នាំជនជាតិថៃពួកគេទាំងពីរស្នាក់នៅម្ដុំវត្តជាយដែនស្ថិតក្នុងភូមិព្រៃព្រិចសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញនិងដកហូតភស្តុតាងជាអាវុធខ្លីម៉ាក Sigsayer ពណ៌ខ្មៅលេខតួ 66A 986594 ចំនួន1ដើមបងចំនួន1គ្រាប់ចំនួន10គ្រាប់និងសម្បកគ្រាប់បាញ់រួចចំនួន4គ្រាប់បច្ចុប្បន្ននេះជនសង្ស័យដែលជាជនជាតិថៃទាំងពីរនាក់កំពុងសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់